សួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូនៃមេរៀនថ្មីដែលថ្ងៃនេះយើងសិក្សាដល់មេរៀនទី13អូខេអញ្ចឹងមេរៀនទី13របស់យើងឃើញចំណងជើងគេហៅថា Jumal Haldung អញ្ចឹង Jumal មានន័យថាចុងសប្តាហ៍ Haldung បកប្រែថាសកម្មភាពដូច្នេះចំណងជើងនឹងមានន័យថាសកម្មភាពចុងសប្តាហ៍អូខេអញ្ចឹងយើងទៅមើលតើចុងសប្តាហ៍ជាទូទៅជនជាតិកូរ៉េគេធ្វើអីខ្លះជាការពិតណាស់ទម្លាប់គឺមានផ្សេងគ្នាក៏ប៉ុន្តែនៅក្នុងមេរៀននេះគេចង់ឲ្យអ្នកទាំងអស់គ្នាយល់អំពីអឺការនិយាយក៏ដូចជាពីពេចន៍មួយចំនួនដែលយើងអាចប្រើនៅពេលដែលយើងចំណាយពេលនៅថ្ងៃចុងសប្តាហ៍នោះឯងតោះអញ្ចឹងអត្ថបទសន្ទនាទី1គេថា Iljuil mo hal koeo Iljuil បកប្រែថាថ្ងៃអាទិត្យហ្នឹងហើយមិនគាត់ថាមិនក៏មិនយកថ្ងៃសៅរ៍មកនិយាយផងថ្ងៃសៅរ៍កន្លែងខ្លះឈប់កន្លែងខ្លះក៏ធ្វើការទេប៉ុន្តែអាទិត្យគឺទូទៅចឹងគេយកអាទូទៅជាងមកបកប្រែថាអ្វីបើហាល់កូអេអូមកពីហាដានេះធ្វើអញ្ចឹងហ៎បាទអញ្ចឹងរីអ៊ីលកូអេអូនេះយើងនឹងជួបគ្នានៅក្នុងទម្រង់វេយ្យាករណ៍យើងចោលគ្នាមកខាងក្រោមឃើញហ៎អញ្ចឹងយើងនឹងបានរៀនអំពីទម្រង់នឹងពួកអីនៅក្នុងមេរៀនកន្លងទៅយើងបានរៀនតែទម្រង់បច្ចុប្បន្នកាលអតីតកាលហើយថ្ងៃនេះយើងនឹងបានរៀនទម្រង់អនាគតកាលនោះឯងអូខេអញ្ចឹងយើងបកមួយលើសិនថានឹងស្រអើណាតោះតើនឹងធ្វើអ្វីនៅថ្ងៃអាទិត្យតទៀតចម្លើយគេឆ្លើយថា 친구 បបែតាមិត្តភ័ក្តិ hago ជាមួយឬក៏នឹងជាមួយនឹងឯង thaku គឺកីឡាវាយកូនបាល់នេះកីឡាដែលយើងកំពុងឃើញហ្នឹងណាអាហ្នឹងគឺកីឡាវាយកូនបាល់ហើយ thaku ហ្នឹង chilkoeo chida បាទ thaku ឬ chida បកប្រែថាលេងវាយកូនបាល់បាទដូរពណ៌នេះដាក់ទៅវាដូចជាលឿងដូចគ្នានេះ thaku ឬ chida បកប្រែថាលេងវាយកូនបាល់ហើយបូកជាមួយនឹងទម្រង់ real koeo គឺជាទម្រង់នឹងតោះអញ្ចឹងនឹងលីវាយកូនបាល់ជាមួយនឹងមិត្តភ័ក្តិតោះយើងមើលបន្តមុនបបវេយ្យាករណ៍អញ្ចឹងដដែលទេយើងបករំលងមកខាងក្រោមតែម្ដងអញ្ចឹងវេយ្យាករណ៍ដែលយើងកំពុងរៀនខ្ញុំលើកឡើងខ្លះអំបញ្ញមិញគឺជាទម្រង់អនាគតអញ្ចឹងកន្លែងនេះយើងអាចបកប្រែថានឹងបាទអញ្ចឹងយើងនឹងទៅសិក្សាពីរបៀបប្រើនិងនិយមន័យមួយចំនួនរបស់វាមុតគឺជាទម្រង់បដិសេធយើងបកប្រែថាមិនបាទនេះក៏យើងនឹងជួបគ្នាដែរទៅលើការប្រើប្រាស់តទៅទៀត office បកប្រែថាពាក្យអញ្ចឹងពាក្យទី1ដែលយើងនឹងរៀនជាមួយគ្នាគឺ Jumal Haldung ចំណងជើងមេរៀនអំបញ្ញមិញគឺសកម្មភាពថ្ងៃចុងសប្តាហ៍ទី2គឺ Sangthewa Khibun តោះ Sangthe បកប្រែថាស្ថានភាពហើយ Khibun បកប្រែថាអារម្មណ៍វ៉ានៅកណ្ដាលនឹងគឺជាឈ្នួរភ្ជាប់អញ្ចឹងបកប្រែថានឹងដូច្នេះមានន័យថាអារម្មណ៍និងស្ថានភាពតើបន្តមុនហ្វាវ៉ាឆុងបូព័ត៌មាននឹងវប្បធម៌ដោយសពមួយដងយើងនឹងរៀនអំពីវប្បធម៌របស់កូរ៉េដែលគេនិយាយអំពី Hanguk In បាទបព្វជនជាតិកូរ៉េឈុងជោបព្វសាសនាទីនេះបព្វរបស់ដូច្នេះមានន័យថាម៉េចសាសនារបស់ប្រជាជនកូរ៉េឬក៏សាសនារបស់ជនជាតិកូរ៉េនឹងឯងអូខេឥឡូវយើងទៅបន្តទៅដល់ហាក់ស៊ឹបមុខជោគឺជាចំណុចសំខាន់ហើយដែលយើងអាចមកតាមដានក៏ដូចជាថាយើងគួរតែរៀនមេរៀននឹងអត់អញ្ចឹងគោលដៅមេរៀនពាក្យហ្នឹងណាគោលដៅមេរៀនទី1អ្នកទាំងអស់គ្នានឹងរៀនអំពី Jumal Haldung សកម្មភាពថ្ងៃចុងសប្តាហ៍ Thehe បកប្រែថាអំពី Malhal Suita មកពាក្យ Malhada និយាយ Real Suita ក៏ទៅក្រៅគឺជាទម្រង់អាចដូច្នេះចំណងជើងយើងបកប្រែថាអាចនិយាយអំពីសកម្មភាពថ្ងៃចុងសប្តាហ៍បានតើអញ្ចឹងចំណុចទី1ដល់ពេលចំណុចទី2យើងនឹងរៀនអំពីអី Sangthena Khipune បាទ The Malhal Suita តើ Sangthe បកប្រែថាស្ថានភាព Khipun អារម្មណ៍ The បកប្រែថាអំពីហើយ Malhal Suita ក៏ទៅក្រៅដូចគ្នាទេមិនចឹងអញ្ចឹងយើងបកប្រែថាអាចនិយាយអំពីអារម្មណ៍និងស្ថានភាពបានអូខេអញ្ចឹងនេះគឺជាខ្លឹមសារមេរៀនចំនួន2ចំណុចសំខាន់ទី1សកម្មភាពប្រចាំថ្ងៃទី2អារម្មណ៍និងស្ថានភាពតោះអញ្ចឹងយើងទៅបកប្រែពាក្យតែម្ដងទៅអូខេអញ្ចឹងពាក្យរបស់យើងថ្ងៃនេះគឺតាក់ទងជាមួយសកម្មភាពទូទៅនៅថ្ងៃចុងសប្តាហ៍នោះឯងតោះអញ្ចឹង office Jumal Haldung សកម្មភាពចុងសប្តាហ៍បាទយើងមើលក្នុងនោះគឺមានគោលចំនួន4ដែលទី1 Untung បកប្រែកីឡាបាទ Untung បកប្រែកីឡាអញ្ចឹងកីឡាគឺគេលើកយកចំនួន3ឲ្យយើងរៀនដោយទី1គេ Takuru Chida លេងវាយកូនបាល់បាទគឺវាយកូនបាល់ដែលយើងកំពុងឃើញហើយ
ទី2គឺកីឡាឈុកគូហាតាបបផែលេងទាត់បាល់ហើយកីឡាមួយប្រភេទទៀតគឺនិយមសម្រាប់នារីនោះគឺថា Helse ឬ Hada គឺរត់ហាត់ប្រាណបាទរត់ហាត់ប្រាណអញ្ចឹងទៅឬក៏យើងបបផែហាត់ប្រាណក៏បានដែរតែពាក្យតែ Helse នឹងគឺមកពីអង់គ្លេស health នឹងសុខភាពនឹងឯងដល់អញ្ចឹងបបផែរត់ហាត់ប្រាណតទៅទៀត Moim បបផែថាការជួបជុំបាទការជួបជុំអញ្ចឹងបន្ទាប់ពីហាត់ប្រាណហត់លេងបាសហត់យើងមានការជួបជុំអញ្ចឹងជួបជុំទី1គឺទៅលើអី Khoyang Saram Manata ជាងមើលកន្លែងនឹងបន្តិចពីតែ Khoyang មកប្រែថាស្រុកកំណើត Khoyang មិត្តភ័ក្តិសំទោស Khoyang ស្រុកកំណើត Saram នឹងមនុស្សអញ្ចឹងបើសិនជាយើងបកប្រែថាមនុស្សស្រុកកំណើតស្ដាប់បានទេមិនចឹងយើងបកប្រែថាមិត្តភ័ក្តិស្រុកកំណើតឬក៏មិត្តភ័ក្តិចាស់ Manada នឹងជួបជុំឬក៏ជួបអញ្ចឹងជួបមិត្តភ័ក្តិចាស់បកប្រែអញ្ចឹងមិនណាហ្នឹងហើយប៉ុន្តែអត្ថន័យយើងមើលជាក់ស្ដែងនេះខូយ៉ាងស្រុកកំណើតសារ៉ាមមនុស្សដល់ពេលខាងនេះខូយ៉ាងស៊ីកមុកតាកន្លែងហ្នឹងក៏ដូចគ្នាដែរដោយពាក្យថាខូយ៉ាងយើងបកប្រែថាស្រុកកំណើតស៊ីកអាហារអញ្ចឹងអាហារស្រុកកំណើតពេលទៅដល់កូរ៉េហើយយើងមិនញ៉ាំអាហារស្រុកកំណើតយើងទេគឺញ៉ាំអាហារកូរ៉េក៏ប៉ុន្តែគឺយើងញ៉ាំអាហារជាលក្ខណៈជាមួយនឹងមិត្តភ័ក្តិចាស់ៗនៅស្រុកកំណើតរួមគ្នាហ្នឹងមានន័យអញ្ចឹងតោះជារួមយើងបកប្រែទីនេះថាញ៉ាំអាហារជាមួយមិត្តភ័ក្តិចាស់ៗ친구 집을 방문하다. 다 친구 មិត្តភ័ក្តិ 집 នឹងផ្ទះអញ្ចឹងផ្ទះមិត្តភ័ក្តិ 방문하다 យើងបកប្រែថាទៅលេងឬក៏ទៅសួរសុខទុក្ខអញ្ចឹងទៅពាក្យ 방문하다 ន័យត្រង់បកប្រែថាទស្សនកិច្ចបើសិនជាយើងប្រើជាភាសាផ្លូវរដ្ឋឬក៏គេនិយាយនៅក្នុងព័ត៌មានណាគឺយើងបកប្រែថាទស្សនកិច្ចនឹងឯងប៉ុន្តែនៅក្នុងជីវភាពរស់នៅគឺបកប្រែថាទៅលេងទៅសួរសុខទុក្ខបាទហើយថាចូលស្គូបើសិនជាយើងទៅពេទ្យឬក៏ទៅកន្លែងព្យាបាលធ្មេញអីពេទ្យធ្មេញអីហ្នឹងខ្ញុំចង់ប្រើពាក្យប៉ាំងមូនឬក៏ខ្ញុំធ្លាប់ឃើញអត្ថបទហ្នឹងបកប្រែពាក្យប៉ាំងមូនអញ្ចឹងនិយាយមិនឲ្យសួរស្ដាប់អូខេនឹងពាក្យហ្នឹងគឺមានន័យថាយើងទៅទិញឬក៏យើងទៅរកសេវាកម្មអីនៅទីនោះនឹងឯងអូខេអញ្ចឹងមានថាអត្ថន័យសុំកំបកឆ្កយឬក៏បកន័យតែមួយអញ្ចឹងវាធ្វើឲ្យយើងវង្វេងខ្លួនឯងនៅថ្ងៃក្រោយយើងគួរតែយើងយល់ពីដំបូងទៅគឺល្អតោះហើយគូបកតាមតនិចនាឡិកាចោះណាបាទនេះគឺChusik បកប្រែថាឈប់សម្រាកChusik នឹងគឺមានថាការសម្រាកសម្រាកអញ្ចឹងថ្នាក់ពាក្យវាគឺជាសព្វនាមតែបើសិននេះគឺពាក្យ Swida នេះអា Swida នេះគឺជាកិរិយាសព្ទ Swida នឹងសម្រាកដែរប៉ុន្តែសម្រាកនៅទីនេះមិនមែនយើងគេងលក់សមុកទេហើយយើងនៅតែមកកន្លែងដែរគឺពាក្យថាសម្រាកនោះឧទាហរណ៍ថាយើងដាំបាយឬក៏យើងចុចទូរស័ព្ទលេងក្នុងន័យសម្រាប់ក៏ប៉ុន្តែយើងមានសកម្មភាពខ្លះអាហ្នឹងអញ្ចឹងមកតែបើ Chusik នឹងអត់ទេគឺដេកតែម្ដងឬក៏បាទមានន័យថាគាត់អត់ធ្វើអីអញ្ចឹងណាបាទអត់ធ្វើអីដែលជាការងារដែលត្រូវធ្វើអញ្ចឹងទៅឬក៏គាត់គ្រាន់តែលេងអញ្ចឹងទៅហ្នឹងហើយឥឡូវជារួមបញ្ជាក់ Swida មកប្រែតែសម្រាប់បតថ្នាក់ពាក្យវិជ្ជកិរិយាសព្ទអញ្ចឹងទៅអានេះគឺជាយើងហៅថាវាជានាមក៏បានដែរព្រោះអីការសម្រាប់ណាតោះអញ្ចឹងទី1បបណាត់ឆាំឆាដាបបប្រែតែគេងថ្ងៃណាត់ឆាំឆាដាបបប្រែគេងថ្ងៃហើយចូលបើគេងយប់គេងមិនយ៉ាងគេងយប់យើងគាត់ប្រើពាក្យឆាដាមានឆាដាគឺទូទៅហីគេងក៏ប៉ុន្តែគេចង់បញ្ជាក់ថាសកម្មភាពនេះគឺមានប្រាក់អាទិត្យរះនេះតទៅទៀត PC Pang គេមើល Hada PC Pang គឺបន្ទប់ខារ៉ាអូខេបាទគេមើល Hada បបប្រែលេងហ្គេមអញ្ចឹងលេងហ្គេមនៅក្នុងបន្ទប់កុំព្យូទ័រអីមិនខ្ញុំបកបន្ទប់ខារ៉ាអូខេសំដៅនៅនេះច្រឡំហី PC Pang គឺបន្ទប់ហ្គេមហ្នឹងឯងគេហៅបន្ទប់ net ហ្នឹងអញ្ចឹងហ៎តទៅទៀត Nore Pangeso Nore ឬ Purta Nore Pang បកប្រែថាបន្ទប់ខារ៉ាអូខេតោះ Nore បកប្រែថាចម្រៀងហើយ Purda នេះបកប្រែថាច្រៀងបាទពាក្យថា Purda នេះមានន័យច្រើនណាស់បើសិនជានិយាយពីចម្រៀងបកប្រែច្រៀងទៅបើសិននិយាយអំពីសំឡេងគេបកប្រែថាស្រែកឬក៏ហៅបើនិយាយអំពីអាហារបកប្រែថាឆ្អែតបើនិយាយពីបរិមាណបកប្រែថាពេញដូច្នេះពាក្យថា Purda បកប្រែបាន4ទី1ច្រៀងទី2ហៅទី3ពេញទី4ឆ្អែតតាមជាក់ស្ដែងបាទឥឡូវយើងទៅបន្តបាទអត់ទេនៅសល់នេះមួយទៀតណាឈុងខ្ជោសែងហွာបាទឈុងខ្ជោបបប្រែថាសាសនាហើយសែងហ្វាល់នេះការរស់នៅឥឡូវយើងថាតើកន្លែងហ្នឹងយើងបបប្រែការរស់នៅជាមួយសាសនាមិនមែនទេគឺមានន័យថាជីវិតនិងសាសនាបបប្រែអញ្ចឹងដើម្បីគឺចង់បញ្ជាក់ថាពាក្យសែងហ្វាល់គ្រូធ្លាប់និយាយថាសែងហ្វាល់បបប្រែការរស់នៅគឺសំដៅទៅលើសកម្មភាពរបស់មនុស្សដែលមានដង្ហើមចេញចូលហ្នឹងគេហៅសែងហ្វាល់ហើយ
ហើយបើមនុស្សយើងអត់ដង្ហើមគឺសែងហ្វាល់មិនកើតណាអញ្ចឹងមានថាការបញ្យល់ខ្លះគឺមានន័យថាឲ្យអ្នកទាំងអស់នេះស្រួលចាំបាទអញ្ចឹងសែងហ្វាល់នេះបើបែរថាជីវិតអញ្ចឹងទៅអញ្ចឹងបើថាជីវិតនិងសាសនាអញ្ចឹងជីវិតនិងសាសនាគឺមានអីគេគឺទី1ខ្ជោហេមានន័យថាតោះនេះមើលខាងក្រោមនេះសិតតែវិហារសិតតែវត្តទាំងអស់អាស្រ័យទៅលើសាសនានីមួយៗអញ្ចឹងខ្ជោហេនេះគឺសម្រាប់សាសនាគ្រឹះអញ្ចឹងគេបកថាវិហារឆលសម្រាប់សាសនាពុទ្ធគេបកប្រែទូទៅថាវត្តហើយសាវ័នគឺបកប្រែទូទៅបកប្រែថាវិហារសាសនាអ៊ីស្លាមនឹងឯងតាមសាសនាខាដាទៅដូច្នេះគឺទៅតាមវិហារនីមួយៗចឹងទៅអញ្ចឹងនៅកូរ៉េគឺមានទាំង3ហ្នឹងបច្ចុប្បន្នកំពុងតែមានជាក់ស្ដែងដល់គីដូហាដាបកប្រែថាបួងសួងបាទបួងសួងក៏បានបន់ស្រន់ក៏បានប៉ុន្តែនៅក្នុងសាសនាទូទៅផ្សេងគ្នាទេមិនចឹងបើសិនជាសាសនាគ្រឹះយើងហៅថាអធិដ្ឋានហើយបើសិនជាសាសនាអ៊ីស្លាមគេមានពាក្យរបស់គេចឹងទៅណាគេហៅថាអីចឹងទៅសាឡូមឬក៏អីចឹងទៅអធិស្ឋានបើខ្ញុំនិយាយខុសប៉ុន្តែដោយសារតែអត់សូវបានស្វែងយល់ឬក៏អត់សូវមានបានយកចិត្តទុកដាក់មើលកន្លែងទីតងហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនដែលសាសនានុសិស្សយើងដែលគាត់សាសនាអ៊ីស្លាមគាត់ច្បាស់ហើយអាចប្រាប់គ្នាយើងផងសាសនាអ៊ីស្លាមគេប្រើពាក្យអីនៅក្នុងការបួងសួងឬក៏បន់ស្រន់ទៅកាន់ព្រះជាម្ចាស់អញ្ចឹងទៅប៉ុន្តែបើសម្រាប់សាសនាពុទ្ធពាក្យហ្នឹងគឺបកប្រែថាបួងសួងហើយមិនអញ្ចឹងនេះដូចពាក្យនេះក៏ដូចគ្នាដែរ Jepuru Thirida បកប្រែថាបួងសួងបាទបួងសួងប៉ុន្តែពាក្យនេះគឺសំដៅទៅលើព្រះពុទ្ធដែលយើងឃើញរូបភាពហ្នឹងណាមិនអញ្ចឹងឯនេះបាទសំដៅលើព្រះសម្មាសម្ពុទ្ធដែរអូខេអញ្ចឹងបួងសួងអញ្ចឹងមកហើយនេះបកប្រែថាអធិដ្ឋានឬក៏បន់ស្រន់អញ្ចឹងទៅអូខេឥឡូវយើងមិនតន់អស់ទេយើងនៅបន្តពីក្រោមបាទគឺមានពាក្យចំនួន3អ្នកទាំងអស់គ្នាឃើញទី1គឺថាទៅអ៊ុនតុងចាំងបកប្រែថាកន្លែងហាត់កីឡាតទៀត health ចាំងបកប្រែថាកន្លែងហាត់ប្រាណក៏ប៉ុន្តែពីរនឹងខុសគ្នាមិនខុសគ្នាត្រង់ថានេះពាក្យថាអ៊ុនតុងចាំងហ្នឹងគឺនៅតាមទីវាលនៅទីធ្លាមុខសាលារៀននៅកន្លែងសួនច្បារអញ្ចឹងទៅយ៉ាងហៅវាពីប៉ុងឬក៏ទាត់បាល់អញ្ចឹងណាក៏ប៉ុន្តែអាបែ health ចាំងនេះគឺកន្លែងហាត់ប្រាណលើកកាយសម្បទាលើកដុំដែកកន្លែង gym បងប្អូនកន្លែង gym បាទអញ្ចឹងយើងមើលទៅកន្លែងហ្នឹងយើងបកប្រែសួរស្ដាប់ថានេះគឺកន្លែងហាត់កីឡានៅខាងក្រៅអានេះគឺកន្លែងហាត់កីឡាលើកដុំដែកបាទសេអញ្ចឹងមកស្រួលយល់ថាគូចាំងកន្លែងវាកូនបាល់បាទថាគូចាំងហ្នឹងគឺនៅទំព័រមុខនេះនៅគូអស់មកឃើញមុខនេះគឺថាគូចាំងណាបងប្អូននេះគឺថាគូចាំងហើយគឺកន្លែងវាកូនបាល់ហ្នឹងហើយបើសិនជាយើងនឹកឃើញទៅរឿងនំប៉័ងប្រចាំស្នេហ៍តួអង្គបុរសតួអង្គមួយឈ្មោះថាគូគឹមថាគូបងប្អូនរឿងនំប៉័ងប្រចាំស្នេហ៍នោះហ្នឹងគឺឈ្មោះរបស់គាត់ដែរគឺថាគូមានថាគាត់ហ្នឹងគឺចូលចិត្តលេងកូនបាល់អីចឹងទៅគេដាក់ឈ្មោះតួអង្គហ្នឹងអញ្ចឹងណាអូខេអញ្ចឹងយើងមានប៉ុណ្ណឹងអ្នកទាំងអស់គ្នាមើលមកខាងក្រោមយើងមានលំហាត់ច្បាស់ណាស់លំហាត់នេះគឺមិនខុសពីមុនទេមិនខុសត្រង់ណាត្រង់ថាយករូបភាពមើលតាមរូបភាពហើយបំពេញអក្សរទៅតាមរូបភាពនីមួយៗអូខេអញ្ចឹងនៅត្រង់នេះសូមបងប្អូនទាំងអស់គ្នាធ្វើជាលំហាត់ដោយគូបកចំនួនឲ្យហើយណាព្រោះនៅក្នុងនេះគឺមានពាក្យទាំងអស់តអ៊ុនតុងចាំងអេសូម៉ូហេយោតអ៊ុនតុងចាំងកន្លែងហាត់កីឡាម៉ូហេយោធ្វើអ្វីតើធ្វើអ្វីនៅកន្លែងហាត់កីឡាអញ្ចឹងរូបភាពរបស់យើងគឺទាត់បាល់អញ្ចឹងអ្នកនេះគាត់យកពាក្យទាត់បាល់ហ្នឹងដាក់ចូលហើយលុបដាចោលបូកជាមួយនឹងទម្រង់បច្ចុប្បន្នកាលធម្មតាដែលជាទម្រង់អតីតកាលរបស់យើងដែលរៀនកន្លងមកគឺដូចម្ដេចខ្ញុំចូលចិត្តរំលឹកវេយ្យាករណ៍ខ្លាំងណាស់ព្រោះថាការរៀនភាសាកូរ៉េឲ្យស៊ីជម្រៅគឺសំខាន់ទៅលើវេយ្យាករណ៍ច្បាស់វេយ្យាករណ៍មានន័យថាគាត់ហ្នឹងគឺនិយាយភាសាកូរ៉េបានច្រើនទម្រង់តើអត់ចេះវេយ្យាករណ៍ទេចេះតែពាក្យមួយហ្នឹងនិយាយតែពាក្យមួយហ្នឹងអត្ថន័យគឺស្ដាប់អត់បានតាមកលៈទេសៈដែលយើងចង់ប្រើទេបងប្អូនតោះកន្លែងហ្នឹងអត់អញ្ចឹងព្យាយាមមកណាយើងបូកជាមួយទម្រង់អស់ហ្នឹងអូខេអញ្ចឹងទាំង4ហ្នឹងក៏ដូចគ្នាដែរអ្នកទាំងគ្នាមើលទី1គេថាជីវេសបូហេធ្វើអីនៅផ្ទះចិត្តសកម្មភាពគាត់ដេកថ្ងៃចឹងនេះយកពាក្យដេកថ្ងៃដាក់ចូលលុបដាចោលពងទី2ហេសាសំដៅ PC ប៉ាំងបូហេបាទតើធ្វើអីនៅបន្ទប់អ៊ីនធឺណិតហ្នឹងអញ្ចឹងគឺគាត់ធ្វើអីគាត់ជិះលេងហ្គេមហើយរូបភាពរបស់យើងមានស្រាប់ដាក់ចូលពងលុបដាចោលបូកជាមួយទម្រង់នេះមកខ្ជោហេបូហេតើគាត់ធ្វើអីនៅព្រះវិហារអញ្ចឹងគាត់បួងសួងឬក៏អធិដ្ឋានអញ្ចឹងពីអធិដ្ឋានទៅបកប្រែស្មិញទេលើកមកយកមកដាក់មកជីងគូជីពេសោបូហេបាទធ្វើអីនៅផ្ទះមិត្តភ័ក្តិបាទជីងគូជីផ្ទះមិត្តភ័ក្តិម៉ូហេធ្វើអ្វីអញ្ចឹងគឺគាត់ញ៉ាំអាហារជាមួយមិត្តភ័ក្តិស្រុកកំណើតពាក្យហ្នឹងគឺមាននៅខាងលើលុបដាចោលពងមកអូខេអញ្ចឹងយើងមានប៉ុណ្ណឹងសម្រាប់វីដេអូហ្នឹងគ្រូអត់មានកំណែទេណាក្នុងលំហាត់មួយនេះគឺអត់ធ្វើកំណែឲ្យទេទុកឲ្យអ្នកនរនេះធ្វើដើម្បីបញ្ចេញសមត្ថភាពអត់យល់គ្រប់សំណួរចម្លើយរបស់យើងមានហើយបច្ចុប្បន្ននេះបងប្អូនដឹងហើយថាគឺយើងមានគ្រូបង្គោល2នាក់
គឺមានលោកគ្រូអ៊ីងគីមួយទៀតគាត់ជួយឆ្លើយសំណួរផ្សេងៗនិងលំហាត់ដែលបងប្អូនទាំងអស់គ្នាសួរទើបធ្វើឲ្យការសិក្សារបស់យើងកាន់តែរលូនជាងមុនបាទហើយបើសិនជាខ្ញុំយឺតយ៉ាវអធិស្ឋានណាបងប្អូនចឹងមានលោកគ្រូអ៊ីងគីគាត់ជួយអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាយើងជួបគ្នានៅវីដេអូបន្ទាប់នៃមេរៀនទី13បន្តទៀត